ជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំមកដល់លើខាងក្រៅផ្សារសំភីនៅពេលដែលបន្ទាប់ពីឃើញគ្រឿងផ្សំថ្មីស្រស់ជាច្រើនហើយហ្នឹងមានរឿងមួយទៀតដែលខ្ញុំចាប់អារម្មណ៍ខ្លាំងដែលទៅទីក្រុងឬក៏ក្រុងពេញយើងថានឹងអត់មានទេណាគឺកំពុងតែឃើញបងស្រីចាខ្ចប់បងនេះយើងហៅអីគេណាសង្វាក់បងហើយសង្វាក់នេះយើងធ្វើចេញមកពីអីខ្លះបងស្ងមានគ្រឿងផ្សំអីគេខ្លះ គ្រឿងផ្សំមានរែងខ្ទឹមហើយតបចេងធម្មតា រំដេងស្ករឲ្យបច្ចេកសំកើរំដេងខ្ទឹមស្ករបច្ចេកធម្មតាប៉ុន្តែគ្រឿងផ្សំមួយទៀតធំបានក្បាប់នឹងអីគេសាច់ត្រីវ៉ាណាត់ចាបោះហាត់ត្រីហើយបងដើម្បីធ្វើសម្បត្តិដែលឆ្ងាញ់បងសាច់ត្រីអីដែលល្អបង នេះត្រីខ្មាំងនេះត្រីកោក ត្រីខ្មាន់នេះត្រីឆ្កោហើយមូលហេតុអីមិនធ្វើអាហ្នឹងដោយសារតែវាត្រូវជាមួយនឹងម្ហូបមួយនោះឬមិនដែរបង គេធ្វើត្រីរស់ក៏បានដែរស្គាល់ថាត្រីរស់សាច់វាអត់សូវឆ្ងាញ់ទេធ្វើទៅអូ នេះត្រីធម្មជាតិយើងធ្វើមកវាឆ្ងាញ់ ចាហើយដល់ពេលដែលបន្ទាប់ពីបងចាប់ចឹងហើយទៅប្រហែលនេះយកឲ្យញ៉ាំហ្នឹងបង នេះស្អីឡើងហូបបាន យ៉ាងយកទៅអាំងទៅបានទេបង ចា ហើយបងប្អូនទាំងអស់គ្នាឥឡូវនេះខ្ញុំក៏ចាប់អារម្មណ៍ដែរឃើញបងស្រីគាត់មានតាំងលក់ប្រភេទ3ផ្សេងគ្នាចាអញ្ចឹងប្រហិតអានេះប្រហិតហៃស្លាតដែលយើងកាំងហើយ ចានោះសត សតបានថាចង់ឲ្យធ្វើអីទៅធ្វើបានទេណាចាបន្តមកមួយទៀត នេះលាយយើងលាយគ្រឿងលាយម្រេចលាយអីចឹងទៅទៅស្អាក៏បានពី អូស្កាបានជិះក៏បានចុះមកមួយទៀតនោះបង នេះត្រីខ្មាំង ត្រីខ្មាន់ចាបងប្អូនទាំងអស់គ្នាខននៅប៉ុណ្្នឹងណាយើងថាប្រភេទត្រីតែប្រហែលមុខហ្នឹងយើងមើលទៅគឺយើងអាចណៃបានជាច្រើនមុខផ្សេងទៀតណាហើយជាពិសេសម្ហូបតំបន់មួយដែលបងកំពុងធ្វើនេះគឺសង្វាក់អរគុណណាបងណាអរគុណបងប្អូនទាំងអស់គ្នា